នៅក្នុងវីដេអូនេះសូមធ្វើការឆ្លើយតបទៅនឹង comment ជាច្រើននៅក្នុងចំណោមរាប់ពាន់ comment គឺមាន comment ជាច្រើនសុទ្ធសឹងតែជា comment គាំទ្រខ្ញុំនិយាយជារួមទៅគឺជាង 90% ហើយបានគាំទ្រខ្ញុំអរគុណច្រើនដូច្នេះមានន័យថាអ្វីដែលខ្ញុំបានធ្វើអ្វីដែលខ្ញុំបានផលិតជាសៀវភៅអរិយប្រទេសនេះឡើងគឺត្រឹមត្រូវព្រោះមានការគាំទ្ររហូតដល់ជាង 90% ឯណោះត្រឹមតែ 50% គឺចាត់ទុកថាជាការជោគជ័យហើយប៉ុន្តែនេះរហូតដល់ជាង 90% ហើយក៏មាន comment មួយចំនួនគាត់ឲ្យរហស្សនាមខ្ញុំថាត្រូវហើយសម្ដីរបស់លោកគឺជាសម្ដីមាសអរគុណច្រើនគាត់ហៅថាសម្ដីរបស់ខ្ញុំគឺជាសម្ដីមាសខ្ញុំផលិតសៀវភៅអរិយប្រទេសឡើងគឺក្នុងគោលបំណងទុកជារូបមន្តសម្រាប់ឲ្យយើងទាំងអស់គ្នាសិក្សាស្រាវជ្រាវស្វែងយល់អំពីធាតុសំខាន់ដើម្បីបង្កើតប្រទេសជាតិយើងឲ្យคล้ายទៅជាអរិយប្រទេសលុះត្រាតែយើងទាំងអស់គ្នាធ្វើឲ្យប្រទេសយើងคล้ายទៅជាអរិយប្រទេសទើបយើងអាចរស់នៅសុខសាន្តសប្បាយសប្បាយរុងរឿងទាំងអស់គ្នាគេហៅថាជួយគ្នាដើម្បីរស់ចែកគ្នាដើម្បីរស់អាហ្នឹងទើបរស់នៅសុខសាន្តទាំងអស់គ្នាខ្មែរចង់ឲ្យខ្មែរខ្លាំងលុះត្រាតែខ្មែរគ្រប់គ្រងខ្មែរលុះត្រាតែខ្មែរយកអក្សរសាស្ត្រខ្មែរធ្វើជាមូលដ្ឋានរបស់ខ្លួនយកអ្នកប្រាជ្ញរបស់ខ្លួនធ្វើជាវីរៈបុរសរបស់ខ្លួនទើបយើងមានមូលដ្ឋានសម្រាប់ឈរជើងក្នុងនាមយើងជាខ្មែរទើបខ្មែរយើងខ្លាំងទើបខ្មែរយើងរុងរឿងសុខសាន្តទាំងអស់គ្នាបាទអញ្ចឹងហើយគឺជារឿងដែលសំខាន់បំផុតដែលយើងទាំងអស់គ្នាត្រូវតែចូលរួមត្រូវតែគ្រប់គ្រងត្រូវតែធ្វើនៅអ្វីដែលយើងអាចធ្វើទៅបានទៅតាមទូនាទីតាមសិទ្ធិរបស់យើងកិច្ចការប្រទេសជាតិគឺជាកិច្ចការរបស់ពលរដ្ឋគ្រាន់តែថាពលរដ្ឋមានទូនាទីមិនដូចគ្នាទេកិច្ចការរបស់ប្រទេសជាតិជាកិច្ចការរបស់ពលរដ្ឋប៉ុន្តែពលរដ្ឋមានទូនាទីមិនដូចគ្នាឡើយណាពលរដ្ឋមានទូនាទីមិនដូចគ្នាឡើយព្រោះមានវណ្ណៈកាលពីមុនគេហៅថាវណ្ណៈប៉ុន្តែក្រោយមកទៀតគេហៅថាទូនាទីគេហៅថាឋានៈអញ្ចឹងគឺមានឋានៈយើងកុំប្រើពាក្យថាវណ្ណៈយើងប្រើពាក្យថាឋានៈផ្សេងពីគ្នាដូច្នេះហើយតួនាទីដែលត្រូវទទួលខុសត្រូវចំពោះកិច្ចការប្រទេសជាតិក៏ផ្សេងអំពីគ្នាដែរខ្ញុំគឺជាអ្នកនិពន្ធភាពយន្តសមត្ថភាពរបស់ខ្ញុំច្បាស់លាស់ខាងភាពយន្តហើយក៏ច្បាស់លាស់ខាងការសិក្សាស្រាវជ្រាវអំពីរូបមន្តនិងមាគ៌ានៃអរិយប្រទេសដែរព្រោះកិច្ចការអរិយប្រទេសនេះខ្ញុំប្រើពេល12ឆ្នាំដើម្បីសិក្សាស្រាវជ្រាវអញ្ចឹងវាមិនមែនជារឿងធម្មតាប្រហែលទេរៀននៅមហាវិទ្យាល័យប្រើពេលប្រហែលឆ្នាំតែ3ឆ្នាំ4ឆ្នាំទេណារៀនបណ្ឌិតប្រហែលឆ្នាំ5ឆ្នាំ6ឆ្នាំទេចុះខ្ញុំចំណាយពេល12ឆ្នាំដើម្បីចងក្រងសៀវភៅអរិយប្រទេសនេះឡើងដូច្នេះសមត្ថភាពរបស់ខ្ញុំនៅក្នុងកិច្ចការពាក់ព័ន្ធជាមួយនឹងអរិយប្រទេសនេះក៏វាមិនមែនសាមញ្ញប្រហែលដែរដូច្នេះហើយយើងត្រូវយល់អំពីកិច្ចការរបស់ប្រទេសជាតិណាកិច្ចការរបស់ប្រទេសជាតិណាអក្សររបស់ខ្ញុំគឺអត់ស្អាតទេព្រោះភាគច្រើនគឺខ្ញុំសរសេរនៅក្នុងកុំព្យូទ័រទេអញ្ចឹងកិច្ចការរបស់ប្រទេសជាតិវាត្រូវការពលរដ្ឋជាអ្នកធ្វើប៉ុន្តែពលរដ្ឋគឺមានតួនាទីមានឋានៈផ្សេងអំពីគ្នាច្រើនណាស់ដូច្នេះក្នុងនាមយើងជាពលរដ្ឋយើងត្រូវធ្វើកិច្ចការប្រទេសជាតិទៅតាមតួនាទីរបស់យើងមិនមែនថាអូតលតែតួនាទីឯកឧត្តមតលតែតួនាទីតំណាងរាស្ត្រតួនាទីថ្នាក់នេះថ្នាក់នោះទៅមានសិទ្ធិធ្វើកិច្ចការប្រទេសជាតិមែនទេឲ្យតែពាក្យថាពលរដ្ឋគឺមានសិទ្ធិធ្វើកិច្ចការប្រទេសជាតិដូចគ្នាគ្រាន់តែថាតួនាទីដោយឡែកអំពីគ្នាតួនាទីដោយឡែកអំពីគ្នាទៅតាមឋានៈទៅតាមថ្នាក់ដែលបានរៀបចំឡើងតាមរចនាសម្ព័ន្ធអាហ្នឹងគឺចា៎ដូច្នេះសូមគាំទ្រខ្ញុំបាទរិនសុខាដែលជាអ្នកនិពន្ធសៀវភៅអរិយប្រទេស
ក្នុងគោលបំណងធ្វើឲ្យប្រទេសជាតិយើងក្លាយទៅជាអរិយប្រទេសហើយការគ្រប់គ្រងរបស់បងប្អូនតាមរយៈទឹកចិត្តតាមរយៈ like តាមរយៈ share តាមរយៈ comment គឺជាការលើកទឹកចិត្តដ៏ធំរបស់បងប្អូនសម្រាប់ខ្ញុំធ្វើឲ្យខ្ញុំមានប្រធានបទនៅក្នុងកម្មវិធីឆ្លើយតប comment ហើយជាពិសេសនោះអរគុណច្រើនចំពោះបងប្អូនដែលបានជាវសិភៅអរិយប្រទេសព្រោះការជាវសិភៅអរិយប្រទេសរបស់បងប្អូនវាធ្វើឲ្យខ្ញុំមានថវិកាសម្រាប់រៀបចំផលិតកម្មវិធីអរិយប្រទេសឡើងដូច្នេះហើយវាមានប្រយោជន៍សម្រាប់យើងទាំងអស់គ្នាអរគុណច្រើនជួបជាមួយនឹងខ្ញុំបាទរ៉េនសុខានៅក្នុងកម្មវិធីឆ្លើយតប comment នាពេលក្រោយទៀត